លេខ1បងខ្ញុំអត់ដែរប៉ះប្រទេសរសជាតិចឹងឆ្ងាញ់ងុំរសជាតិតែថ្ងៃមកឆ្ងាញ់ខ្លាំងហ៎បាទបាយចាំមើលតំបន់ទៅបងភេត្រាបងឯងមានសំណាងទេក្រុមការងារបងឯងថ្ងៃនេះគឺបានធ្វើរបស់លោកខលពិតតែម្ដងសួរចាថ្ងៃនេះPST 63 Homestay យើងមានភ្ញៀវពិសេសមួយក្រុមចាគឺក្រុមការងាររបស់រំដួល TV ថ្ងៃនេះគឺរៀបម្ហូបពិសេសឲ្យគាត់ខ្លាំងមែនទែនចាប់5មុខហើយសុទ្ធតែម្ហូបលោកខលទាំងអស់អញ្ចឹងចង់ដឹងថាគាត់ញ៉ាំគាត់ទទួលបានចំណាប់អារម្មណ៍ហើយរសជាតិមិនដែរចាមើលមើលបងសម្រាប់កពឹសជាមួយនឹងចានេះបងកំដែរស្រួលបន្តិចហើយបងញ៉ាំហើយរសជាតិមិនដែរលេខ1បងខ្ញុំអត់ដែរប៉ះប្រទេសរសជាតិចឹងធ្លាប់តែញ៉ាំប្រភេទត្រីងៀនតាមសមុទ្រតាមអីប្រភេទឆៅដែរប៉ុន្តែឆ្ងាញ់បែបផ្សេងថ្ងៃនេះឆ្ងាញ់ងុំរសជាតិផ្អែមគួរឲ្យចងចាំហ៎ស្អែកមកទៀតអរគុណមែនតើសំខាន់ណាស់តិចថ្ងៃមកឆ្ងាញ់ខ្លាំងហ៎បាទបាយចាំមើលតំបន់ទៅអរគុណទេចាវីដេអូនេះគឺចង់ mention ទៅបងភេត្រាណាបងឯងអត់មានសំណាងទេឥឡូវបងភេត្រាបងឯងមានសំណាងទេក្រុមការងារបងឯងថ្ងៃនេះគឺបានធ្វើរបស់លោកខលពិតតែម្ដងចាមើលទឹកមកដឹងហើយអរគុណមែនតើបងសម្រាប់ការមកលេងចេះស្នះ63ថ្ងៃនេះចាហើយខាងនេះចាក្រុមការងារយើងមិនដែរមើលទៅការរៀបចំហើយនឹងតំណងអរគុណមែនតើអត់មានយកកាត់គ្រឿងតាមម៉ាត់អីចាអត់មានរសជាតិឆ្ងាញ់ឆ្ងាញ់មែនហើយលេងឆ្ងាញ់មែនហើយគាត់រៀបមុខម្ហូបក៏មើលទៅគឺល្អបែបខ្មែរបាទទៅតែយើងមើលសភាពសំណងឆ្ងាញ់បាទដល់ពេលយើងធ្វើអត់ឆ្ងាញ់ទៀតចាសូមអរគុណមែនតើក្រុមការងាររបស់រំដួល TV ដែលបានមកលេងទស្សនៈ63ថ្ងៃនេះហើយសម្រាប់បងប្អូនភ្ញៀវជាតិអន្តរជាតិទាំងអស់បើសិនជាចង់មកភ្លក់រសជាតិម្ហូបខ្មែរនៅតំបន់របស់យើងសូមមេត្តាកក់មុនដើម្បីរៀបចំឲ្យបាន perfect ចាអរគុណច្រើនជម្រាបលា